សូមគោរពសម្ដេចប្រធានជាទីគោរពសូមគោរពលោកជំទាវអាដាមអនុប្រធានរដ្ឋសភាជាទីគោរពលោកជំទាវអាដាមអ្នកតំណាងរាស្ត្រនិងអង្គសភាទាំងមូលជាទីគោរពសូមស្វាគមន៍អាដាមឧបនាយករដ្ឋមន្ត្រីជាទីគោរពហើយនិងសហការីទាំងអស់ដែលអញ្ជើញចូលរួមដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុរបស់ជាតិយើងសម្រាប់ឆ្នាំ2013នៅក្នុងជំពូកទី3ដែលពាក់ព័ន្ធនឹងរឿងពន្ធប្រថាប់ត្រាដែលខ្ញុំសូមលើកសង្ខេបដោយខ្លីយើងចង់ចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើងដូច្នេះថវិកាជាតិការសិក្សាគិតគូរពីថវិកាជាតិជារឿងមួយសំខាន់ចាំបាច់ជាទីបំផុតគេគិតថាតើលើកស្ទួយឲ្យប្រាក់ចំណូលប្រជាពលរដ្ឋបានចំនួនប៉ុន្មានហើយអ្វីដែលជាបន្ទុករបស់ប្រជាពលរដ្ឋហើយពន្ធប្រថាប់ត្រាដោយដែលវាគ្មិនខាងដើមលើកអំបញ្ញមិញ 4% ជាបន្ទុកមួយបន្ថែមហើយដែលអាចធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋយើងធ្ងន់ធ្ងរមែនទែនឧទាហរណ៍ដូចជាក់ស្ដែងបើសិនណាតម្លៃរបស់មួយ$1000 4% បានន័យទៅ$40វាស្មើស្ទើរតែស្មើនឹងប្រាក់ខែមធ្យមរបស់ប្រជាពលរដ្ឋខ្មែរមួយរូបក្នុងមួយខែគឺជារឿងមួយធ្ងន់ធ្ងរជាទីបំផុតដូច្នេះយើងត្រូវសិក្សាឲ្យយល់ថាអ្វីទៅជាបន្ទុករបស់ប្រជាពលរដ្ឋអ្វីទៅដែលត្រូវជួយលើកស្ទួយដល់ប្រជាពលរដ្ឋតាមប្រភេទណាខ្ញុំសង្កេតឃើញនៅពាក្យមួយទៀតដែលមានការខ្ញុំមិនសូវជាយល់ថាតើមកពីមូលហេតុអីបាននៅក្នុងមាត្រាទី13ចំណុចទី1ដែលចែងថាការទទួលកម្មសិទ្ធិឬសិទ្ធិកាន់កាប់ដីក្នុងលក្ខណៈសម្បទានពីរដ្ឋាភិបាលសម្បទានមាន2សម្បទានសង្គមគិច្ចសម្បទានសេដ្ឋកិច្ចត្រង់នេះអត់មានចែងឲ្យច្បាស់លាស់ទេអាដាមជាមយាបគាត់លោកបានលើកសម្បទានសង្គមគិច្ចយើងគ្រប់គ្រងទាំងស្រុងចំពោះយុទ្ធជនចំពោះប្រជាពលរដ្ឋដែលបានទទួលដីពីសម្បទានសង្គមគិច្ចក៏ប៉ុន្តែមិនមានបានចែងពីសម្បទានសេដ្ឋកិច្ចដូច្នេះបើសិនណាសម្បទានសេដ្ឋកិច្ចមានការលើកលែងពន្ធនេះទៀតបានន័យថាបាត់ប្រាក់ចំណូលរបស់រដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ជាទីបំផុតការប្រមូលប្រាក់ដែលយើងកំពុងតែបាត់បង់ដល់ច្រើនទៅហើយយើងបាត់បង់ប្រាក់មួយផ្នែកទៅទៀតអាដាមលោកជំទាវជ្រាបទាំងអស់គ្នាអាដាមឧបនាយករដ្ឋមន្ត្រីលោកមានប្រសាសន៍ការជួលដីសម្បទានព្រៃឈើសម្បទានរ៉ែដីទំនេរបូកសរុបបានប្រមាណជា$16 លានក្នុងមួយឆ្នាំហើយកម្រងគិតជាមធ្យម$5ក្នុងមួយហិកតាធ្ងន់ធ្ងរណាស់ហើយយើងខ្ញុំដែលលើកតាំងពីម្សិលរហូតដល់ពេលនេះខ្ញុំសូមអាដាមលោកជំទាវមេត្តាគិតជៀសវាងធ្វើឌីយ៉ាឡូកដោយសួរគឺជាការសន្ទនាដោយភាពមិនយល់គ្នាហើយគ្មានគ្នាទៅវិញទៅមកអ្វីដែលពួកខ្ញុំលើកឡើងមិនមានគោលបំណងមួយដើម្បីរិះគន់ឲ្យតែបានតែរិះគន់នោះទេគឺដើម្បីលើកហេតុផលច្បាស់លាស់ពិតប្រាកដតួលេខច្បាស់លាស់ដើម្បីដាក់ជូនស្នើជាសំណើយើងយល់យើងដឹងសម្លេងភាគតិចក៏ប៉ុន្តែមានតួនាទីភារកិច្ចមួយធ្វើសំណើដើម្បីយកទៅគិតពិចារណាថាតើដើម្បីផលប្រយោជន៍ប្រទេសជាតិយើងគួរនាំគ្នាដោះស្រាយបែបណាប្រាក់ចំណូលដែលយើងបានគិតគូរបានលើកវាគ្មិនមុនដែលបានលើកអ្វីខ្លះដែលយើងអាចធ្វើបានលោកជំទាវអាដាមអាចជ្រាបបានដែលខ្ញុំសូមសង្ខេបជូនបន្តិចចុះដើម្បីរៀបចំថវិកាជាតិអាដាមជាមយាបលោកមានប្រសាសន៍ថាក្នុងនាមជាអ្នកដឹកនាំរាជរដ្ឋាភិបាលក៏ដូចជាក្នុងនាមជាអ្នកដឹកនាំគ្រួសារដែរបើសិនណាប្រាក់ចំណូលតិចជាងប្រាក់ចំណាយតើដោះស្រាយរបៀបណាដំណោះស្រាយទី1កាត់បន្ថយការចំណាយមិនចាំបាច់ជាបន្ទាន់សំណួរសួរថាតើរាជរដ្ឋាភិបាលលោកបានគិតហើយនៅលោកប្រមុខរដ្ឋាភិបាលប្រមុខរាជរដ្ឋាភិបាលលោកធ្លាប់មានប្រសាសន៍រាជរដ្ឋាភិបាលក្បាលធំតិចមែនក្បាលធំមែនពីព្រោះជាង400នាក់ហើយតើមានការចែងក្នុងការកាត់បន្ថយក្នុងការចំណាយមិនចាំបាច់ខ្លះហើយឬនៅទាំងអស់នេះដែលយើងមិនឃើញនៅក្នុងខ្ទង់ចំណាយក្នុងការកាត់បន្ថយការចាយវាយមិនចាំបាច់ប្រភពថវិកាដែលបាត់មួយទៀតហៅថាចំណាយបំផោងដោយមានអំពើពុករលួយយើងធ្លាប់ឮទាំងអស់គ្នាក្រសួងសង្គមគិច្ចធ្វើបាត់លុយប្រមាណលានតែប្រព័ន្ធលុយសងវិញហើយនៅហើយតើដោះស្រាយយ៉ាងម៉េចក្រសួងផ្សេងទៀតដែលយើងមិនបាច់លើកខ្ញុំសង្ឃឹមថាអស់លោកជំទាវអាដាមជ្រាបបានខ្លះហើយពីប្រាក់ចំណាយបំផោងដែលធ្វើឲ្យមានការបាត់ថវិកាជាតិមួយចំនួនមួយផ្នែកទៀតដែលវាគ្មិនពីម្សិលនឹងថ្ងៃនេះគាត់បានលើកពីប្រាក់ចំណូលក៏មានការបាត់បង់ដោយការមានមន្ត្រីពុករលួយមន្ត្រីខិលខូចប្រមូលមិនបានត្រឹមត្រូវដោយសារការកំណត់ដើម្បីប្រមូលពន្ធឬមួយក៏ប្រមូលអ្វីនោះមិនបានគ្រប់ចំនួនដូចជាការសម្បទានដីដែលយើងយកតម្លៃយ៉ាងទាបជាទីបំផុតហើយយើងអាចបង្កើនដើម្បីឲ្យថវិកាជាតិមានកំណើនកើនបានខ្ពស់ដែលយើងគិតជាសរុបបើសិនណាកាត់បន្ថយចំណាយមិនចាំបាច់កាត់បន្ថយចំណាយដោយការបំផោងការប្រព្រឹត្តអំពើពុករលួយបង្កើនចំណូលដែលជាវិធានការទី2នៅក្នុងការដោះស្រាយត្រូវការបង្កើនចំណូលតាមរយៈពន្ធដារតាមរយៈផ្សេងតាមរយៈបំបត្តិអំពើពុករលួយដែរដូច្នេះបូកសរុបអាចបានប្រមាណជា$1000 លានសំណួរសួរថាតើ$1000 លាននោះយើងអាចយកទៅចែកចាយទៅលើអ្វីខ្លះបានដែលខ្ញុំស្នើសុំទៀតដំឡើងប្រាក់ខែមន្ត្រីរាជការឲ្យបាន$1 លានយ៉ាងតិចបំផុតអាដាមលោកជំទាវ$1 លានតែរស់បានហើយអត់ប្រាក់ខែដែលបាន$1 លានតើលោកយកទៅធ្វើអី
លោកមិនមែនយកទៅសន្សំកើតទេប្រកាសជាយកទៅចំណាយទៅលើគ្រឿងឧបភោគបរិភោគនិងសម្ភារៈផ្សេងនិយាយជាភាសាសេដ្ឋកិច្ចបានន័យថាទឹកប្រាក់នេះនឹងហូរចូលទៅក្នុងទីផ្សារវិញហើយលុយវានឹងមានដំណើរការរស់រវើកនៅក្នុងទីផ្សារដូច្នេះធ្វើឲ្យកំណើនសេដ្ឋកិច្ចក៏កើនធ្វើឲ្យកំណើនជីវភាពប្រជាពលរដ្ឋក៏កើនហើយហេតុអីក៏យើងមិនគិតគូរពីលើរឿងបញ្ហាត្រង់នេះយើងនិយាយពីភាពក្រីក្រខ្ញុំបានឮតាំងពីម្សិលរហូតដល់ពេលនេះការកំណត់ភាពក្រីក្រភាគច្រើនប្រទេសគេមានចំនួនគេមានកម្រិតប្រាក់ខែអបបរមាស្រុកយើងអត់ទាន់មានទេអាយដាមដូច្នេះសូមមេត្តាជួយគិតគូរកំណត់ប្រាក់ខែអបបរមារបស់រដ្ឋសិនរបស់ប្រជាពលរដ្ឋសិនរបស់មន្ត្រីរាជការយើងសិនឧទាហរណ៍ដែលយើងស្នើសុំទៅប្រមាណឲ្យកម្មករនីប្រាក់ខែ60,000រៀលក្នុងមួយខែយើងសួរថាតើជីវភាពរស់នៅរស់គ្រប់ហើយអត់ខ្ញុំមានជំនឿមួយយ៉ាងមុតមមលោកជំទាវអាយដាមដែលជាអ្នកតំណាងរាស្ត្រដែលជាអ្នកតំណាងរាជរដ្ឋាភិបាលដែលអញ្ជើញមកពេលនេះប្រហែលជាដូចសុភាសិតខ្មែរមួយដែលគេចំណាំទៅនិយាយថាហាទៅវាស្លាក់ខ្ជាក់ទៅវាស្លែងបើដេកស្ដោះទៅវាស្ដោះលើទ្រូងឯងក៏ប៉ុន្តែសូមឲ្យទទួលស្គាល់ការពិតមួយថាយើងមានបញ្ហាខ្លះយើងចូលរួមចំណែកដោះស្រាយជាមួយគ្នាដើម្បីកាត់បន្ថយភាពក្រីក្រអាដាមវាគ្មិនក៏មុនលើកពីខាងសហរដ្ឋអាមេរិកពីអូស្ត្រាលីពីបារាំងឲ្យទៅប្រមាណខ្ញុំមិនចង់ឆ្លើយតបទេក៏ប៉ុន្តែកម្រិតនៃភាពក្រីក្ររបស់គេនិយាយនៅសហរដ្ឋអាមេរិក46លាននាក់ដែលភាពក្រីក្រ 15.1% នោះដោយសារគេកំណត់ថាម៉េចគេកំណត់ថាប្រាក់ចំណូលប្រចាំឆ្នាំ$23,050ម្នាក់ហើយគិតជាខែគឺ$1,920មួយខែដូច្នេះសូមពេលដែលនិយាយសូមនិយាយឲ្យចាប់ពាក្យកុំនិយាយតែមួយកណាត់ហើយមិនបង្ហាញជូនប្រជាពលរដ្ឋមួយកណាត់ទៀតទៅបានជ្រាបហើយនៅខាងប្រទេសបារាំងគេកំណត់$850ដែលថាមុននឹងស្ថិតចូលទៅក្រោមភាពក្រីក្រដែរបើគិតជាដុល្លារ$1,100ឯដល់ដូច្នេះអ្វីដែលលើកខ្ញុំសូមថាឲ្យលើកពីចំណុចដើមរហូតដល់ចំណុចចប់បានយើងអាចធ្វើការប្រៀបធៀបគ្នាបានចំណុចមួយទៀតអាដាមលោកនាយករដ្ឋមន្ត្រីលោកឡើងបានអានយ៉ាងវែងហើយយើងអរគុណបំភ្លឺឲ្យប្រជាពលរដ្ឋក៏បានឮឯកឧត្តមលោកជំទាវជាអ្នកតំណាងរាស្ត្រក្នុងសម័យប្រជុំថ្ងៃនេះក៏បានឮកញ្ចប់ថវិកាជាតិបំណុលរបស់ជាតិលុយដែលខ្ចីបរទេសយកមកអភិវឌ្ឍប្រទេសជាតិយកមកធ្វើកិច្ចការដឹកនាំប្រទេសជាតិបំណុលយកមកលីសូថាមានកសាងស្ពានមានកសាងផ្លូវស្វាគមន៍ត្រេកអរគ្រប់គ្រងក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រទេសជាតិឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ពីអ្វីដែលបានលើកដូច្នេះខ្ញុំឆ្លៀតឱកាសសូមឲ្យឯកឧត្តមលោកជំទាវឬសមាជិករដ្ឋាភិបាលមួយចំនួនដែលតែងតែនិយាយបំផ្លាស់ហើយមួលបង្កាច់ដែលលើកថាឯកឧត្តមកឹមសុខាប្រធានគណៈបក្សសិទ្ធិមនុស្សនិងជាអនុប្រធានគណៈបក្សសង្គ្រោះជាតិនៅថ្ងៃអនាគតដើរនិយាយបំផ្លាស់មិនដែលបានសង់ស្ពានសង់ផ្លូវនោះដែលខ្ញុំខិតខំរកឯកសារទាំងឯកសាររឹងលើกระดาษទាំងឯកសារទុននៅលើកុំព្យូទ័ររកវាមិនឃើញកញ្ចប់ថវិកាឲ្យតំណាងរាស្ត្របកប្រឆាំងទៅធ្វើផ្លូវឲ្យធ្វើស្ពានដូច្នេះពេលនេះសូមឲ្យប្រជាពលរដ្ឋទាំងអស់ជ្រាបហើយលឺឲ្យច្បាស់មែនទែនឯកឧត្តមគៀបឈុនលោកមានប្រសាសន៍ហើយកញ្ចប់ថវិកាជាតិដែលខ្ចីយកទៅសាងសង់ស្ពានកសាងផ្លូវជាទូនាទីភារកិច្ចកសាងផ្លូវជានីតិប្រតិបត្តិដែលលោកកាន់ថវិកាដើម្បីយកទៅអភិវឌ្ឍប្រទេសជាតិសូមឲ្យឯកឧត្តមលោកជំទាវអ្នកតំណាងរាស្ត្រយល់ពីទូនាទីនិងភារកិច្ចរបស់ខ្លួនឲ្យច្បាស់លាស់ដូច្នេះអ្វីដែលខ្ញុំចង់ជម្រាបជូនតទៅទៀតសូមមេត្តាសំណើដែលយើងលើកមកទាំងប្រមាណដើម្បីកាត់បន្ថយភាពក្រីក្រខ្ញុំសូមចូលរួមចំណែកបន្តិចទៀតចុះពាក់ព័ន្ធនឹងវិស័យអប់រំនិងកសិកម្មឯកឧត្តមបើយើងសិក្សាពិតប្រាកដសំណួរសួរមួយថាតើយើងចង់កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្រីក្រឬក៏យើងចង់កាត់បន្ថយភាពក្រីក្ររបស់អ្នកមានហេតុអីបានយើងលើកសំណួរហ្នឹងប្រជាពលរដ្ឋខ្មែរជាង 80% ជាកសិករដូច្នេះគោលនយោបាយដែលរៀបចំដើម្បីដោះស្រាយកាត់បន្ថយភាពក្រីក្រគឺជួយរៀបចំឲ្យប្រជាពលរដ្ឋលោកមានការងារធ្វើមានប្រាក់ចំណូលដើម្បីឲ្យមានការងារធ្វើត្រូវមានមុខវិជ្ជាចំណេះជំនាញពិតប្រាកដដើម្បីមានចំណេះជំនាញពិតប្រាកដដល់ក្រសួងអប់រំមានការរៀបចំពិតប្រាកដឲ្យមានចំណេះដឹងហើយនឹងជំនាញពិតប្រាកដពាក់ព័ន្ធនឹងវិស័យអប់រំវិស័យឯកជនវិស័យសាធារណៈរបស់រដ្ឋកម្រិតនៃការសិក្សាអត់ដូចគ្នាទេឯកឧត្តមឯកជនកូនចៅរបស់លោកដែលអ្នកមានមធ្យោបាយដើម្បីទៅរៀននៅសាលាឯកជនបានមានឱកាសបានច្រើនជាងហើយប្រជាប្រដ្ឋខ្មែរភាគច្រើនដែលជាកូនកសិករក្រីក្រដែលមកពីជនបទលោករៀននៅសាលារដ្ឋលោកគ្មានមធ្យោបាយបង់ថ្លៃសាលារៀននៅសាលារដ្ឋហើយកម្រិតវិជ្ជានៃសាលារដ្ឋស្តង់ដារចំណេះដឹងប្រៀបធៀបទៅមិនស្មើគ្នាទេដូច្នេះដែលសំណើស្នើសុំឲ្យខាងរាជរដ្ឋាភិបាលលោកពង្រឹងវិស័យគ្រឹះស្ថានសាធារណៈរបស់រដ្ឋនឹងឲ្យបានរឹងមាំពិតប្រាកដឲ្យមានកម្រិតដូចគ្នាម៉ែគ្រប់រូបបានទទួលចំណេះវិជ្ជាពិតប្រាកដនៅបានដូចគ្នា
មួយទៀតផ្នែកខាងកសិកម្មការកាត់បន្ថយភាពក្រីក្របើសិនណាយើងជួយទៅលើវិស័យអប់រំដែលអាចជួយបានឲ្យគាត់មានចំណេះពិតប្រាកដមានការងារធ្វើហើយគឺជួយទៅខាងឪពុកម្ដាយរបស់គាត់ផ្នែកខាងកសិកម្មដែលយើងរៀបចំប្រព័ន្ធធារាសាស្ត្រទាំងប្រមាណខ្ញុំស្វាគមន៍ត្រេកអរមែនទែនគ្រប់គ្រងទាំងស្រុងគោលនយោបាយរៀបចំលើកស្ទួយផ្នែកខាងកសិកម្មគឺជាមធ្យោបាយមួយដ៏ឧត្តមបំផុតដើម្បីដោះស្រាយបញ្ហាជាតិពីព្រោះយើងដឹងទាំងអស់គ្នាថាប្រជាពលរដ្ឋយើងជាង 80% ជាកសិករក៏ប៉ុន្តែអ្វីដែលយើងកំពុងតែសង្កេតមើលហើយអ្វីដែលកំពុងតែផ្ដល់អត្ថិភាពនឹងការលើកលែងប្រហែលជាអាដាមនឹងឆ្លើយមកវិញថាដើម្បីទាក់ទាញវិនិយោគទុនក៏ប៉ុន្តែពាក្យថាតាក់ទាញវិនិយោគទុននេះមិនគ្រប់គ្រាន់ទេអាដាមដែលខ្ញុំស្នើសុំថាការរៀបចំដើម្បីលើកស្ទួយនិងកាត់បន្ថយភាពក្រីក្រឲ្យចាប់ផ្ដើមពីមូលដ្ឋានមកពិតប្រាកដក៏ប៉ុន្តែអ្វីដែលយើងទទួលឃើញគឺសំដៅទៅលើផ្នែកខាងក្រុមហ៊ុនផ្នែកខាងអង្គការគឺជួយច្រើនមែនទែនជួយផ្ដល់អត្ថប្រយោជន៍និងលទ្ធភាពច្រើនជាទីបំផុតដល់ងាកទៅប្រជាពលរដ្ឋដែលជាង 80% ដែលជាម្ចាស់ទឹកម្ចាស់ដីហើយនឹងជាកសិករនោះលោកបានទទួលបានតិចមែនទែនហៅថាអ្វីទៅជាអត្ថប្រយោជន៍អ្វីទៅជាលទ្ធភាពអ្វីទៅជាការជួយឧបត្ថម្ភជាគម្រោងថវិកាគឺមិនមានឧទាហរណ៍មួយទៀតដែលខ្ញុំសូមជម្រាបជូនហើយសូមស្នើសុំទៅខាងអាដាមឧបនាយករដ្ឋមន្ត្រីសូមលោកមេត្តាជួយគិតដែររដ្ឋាភិបាលគួរមានថវិកាបម្រុងមួយដើម្បីទប់ស្កាត់តម្លៃទីផ្សារកសិផលរបស់ប្រជាកសិករយើងពីព្រោះសពថ្ងៃគឺបណ្ដោយតាមយថាកម្មតែម្ដងបណ្ដោយតាមយថាកម្មតម្លៃទម្លងមីក្តីតម្លៃពោតក្តីតម្លៃស្រូវក្តីគឺទៅតាមនីទុននិងឈ្មួញកណ្ដាលជាអ្នកឲ្យតម្លៃតែម្ដងដូច្នេះសូមឲ្យគិតគូររៀបចំពីរឿងករណីនេះដើម្បីជួយទប់ស្កាត់នៃការធ្លាក់តម្លៃចុះរបស់កសិផលរបស់ប្រជាកសិករយើងនៅក្នុងប្រទេសជឿនលឿនមួយចំនួនគេតែងតែមានការជួយទប់ស្កាត់នៃការធ្លាក់ចុះតម្លៃនេះដើម្បីការចូលរួមចំណែកឲ្យផលិតផលរបស់គាត់នឹងលក់នៅតាមទីផ្សារអាចមានថវិកាបានខ្លះដើម្បីផ្គត់ផ្គង់គ្រួសារនឹងឲ្យកូនចៅបានរៀនសូត្រចំណុចមួយទៀតដែលខ្ញុំមានការចាប់អារម្មណ៍ខ្ញុំឮសូវនិយាយពីរឿងសម្បត្តិសេដ្ឋកិច្ចនឹងយូរហើយសំណួរសួរថាយើងមានច្បាប់អនុប្រយោគហើយនៅសម្បត្តិរបស់រដ្ឋមានពីរសម្បត្តិសាធារណៈរបស់រដ្ឋនិងសម្បត្តិឯកជនរបស់រដ្ឋច្បាប់អនុប្រយោគអត់ទាន់មានទេមិននឹងធ្វើអ្វីមួយតែងតែមានអនុក្រឹត្យអនុប្រយោគអនុក្រឹត្យរាជរដ្ឋាភិបាលជាអ្នកចេញខ្ញុំស្នើសុំទៅអង្គសភាទាំងមូលទៅខាងរាជរដ្ឋាភិបាលសូមឲ្យសិក្សាគិតគូរពីរឿងច្បាប់អនុប្រយោគជាបន្ទាន់ពីព្រោះបើកម្រិតត្រឹមតែអនុក្រឹត្យអាចធ្វើអនុប្រយោគកាត់សម្បត្តិសាធារណៈរបស់រដ្ឋឲ្យទៅជាសម្បត្តិឯកជនរបស់រដ្ឋបានន័យថាហាក់ដូចជានៅធូររលុងហើយនឹងងាយស្រួលជាទីបំផុតក្នុងការកាត់សម្បត្តិសាធារណៈរបស់រដ្ឋឲ្យទៅឯកជនរបស់រដ្ឋហើយឯកជនរបស់រដ្ឋផ្ទេរកម្មសិទ្ធិដើម្បីធ្វើសម្បត្តិសេដ្ឋកិច្ចបានដោយសេរីនេះជាការវាងច្បាប់មួយយ៉ាងធ្ងន់ធ្ងរជាការវាងសុទ្ធសាធហើយដែលខ្ញុំស្នើសុំយ៉ាងទទូចថ្ងៃនេះសូមឲ្យនាំគ្នាសិក្សាគិតគូរពីច្បាប់អនុប្រយោគឲ្យបានពិតប្រាកដមែនទែនពាក់ព័ន្ធជាមួយនឹងរឿងការកាត់បន្ថយភាពក្រីក្រនេះដែរដែលខ្ញុំសូមសង្ខេបជូនថាប្រាក់ចំណូលដែលយើងខិតខំបានពីបំបត្តិការចំណាយពីបង្កើនចំណូលទាំងប្រមាណក្នុងការចូលរួមគំនិតជូនជាយោបល់មិនមែនជាការយល់សប្តិដោយគ្មានការសិក្សាតួលេខនោះទេហើយទាំងអស់នេះខ្ញុំសូមសង្ខេបប៉ុណ្ណឹងចុះដើម្បីសង្ឃឹមថាអាដាមគៀតឈុនឧបនាយករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងសេដ្ឋកិច្ចលោកនឹងបំភ្លឺមួយទៀតដែលចំណុចសំខាន់ការនាំចូលផ្ដាច់មុខរឿងនេះគួរជៀសវាងជាទីបំផុតគឺជាការរៀបចំឲ្យមានការបង្កើតបកពួកនិងអំពើពុករលួយយ៉ាងធ្ងន់ធ្ងររឿងចំណុចមួយទៀតដែលខ្ញុំឃើញរឿងទាំងអស់នេះគ្រប់គ្រងស្ថាប័នប្រឆាំងអំពើពុករលួយលោកចេញមកមានអនុសាសន៍ការចាប់អីទាំងប្រមាណកាលខ្ញុំនៅពីតូចនៅសិក្សារៀនសូត្រគេចំណាំដល់និយមនាំគ្នានិយាយថាក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនឹងហៅថាក្រសួងខ្លាញ់ពីព្រោះមានគយនៅក្នុងហ្នឹងហើយប្រព្រឹត្តអំពើពុករលួយដែលធ្ងន់ជាទីបំផុតគឺនៅខាងគយហ្នឹងតែម្ដងសំណួរសួរថារហូតដល់ពេលនេះម៉ោងនេះតើមានការត្រួតពិនិត្យពិតប្រាកដទៅលើអំពើពុករលួយនៅខាងក្រសួងហិរញ្ញវត្ថុសេដ្ឋកិច្ចជាពិសេសពាក់ព័ន្ធនឹងការនាំចូលនិងការគិតពួនពីក្រមគយហើយឬនៅយើងឮមានករណីមួយចំនួនឃើញចាប់បានខ្លះមកពីខាងនេះពីខាងនោះបន្តិចបន្តួចស្វាគមន៍លើកទឹកចិត្តបន្តការងារបន្តទៅទៀតក៏ប៉ុន្តែចាប់ផ្ដើមបោះសម្អាតពីក្រសួងខ្លាញ់មុនអរគុណ